សួស្តីបេក្ខជនប្រឡងបាក់ឌុបឆ្នាំ2026ទាំងអស់គ្នាការប្រឡងកាន់តែខិតជិតមកដល់ហើយតើអ្នកទាំងអស់គ្នាបានត្រៀមខ្លួនរួចរាល់ហើយឬនៅគន្លឹះទី1យើងត្រូវរៀបចំកាលវិភាគឲ្យបានត្រឹមត្រូវជាក់ស្ដែងការប្រឡងមានមុខវិជ្ជាច្រើនហើយមុខវិជ្ជានីមួយៗតម្រូវឲ្យយើងប្រើប្រាស់វិធីផ្សេងៗគ្នាដើម្បីសិក្សាមុខវិជ្ជាខ្លះតម្រូវឲ្យយើងទន្ទិញមេរៀនរីឯមុខវិជ្ជាខ្លះទៀតតម្រូវឲ្យយើងធ្វើលំហាត់ដូច្នេះយើងត្រូវរៀបចំកាលវិភាគឲ្យបានត្រឹមត្រូវហើយកំណត់ថាថ្ងៃណាយើងត្រូវមើលមេរៀនអ្វីខ្លះមើលមុខវិជ្ជាណាខ្លះការរៀបចំកាលវិភាគត្រឹមត្រូវជួយឲ្យយើងប្រើប្រាស់ពេលវេលាមានប្រសិទ្ធភាពជៀសវាងការខ្ជះខ្ជាយពេលវេលានិងជួយបង្កើនការចងចាំគន្លឹះទី2យើងត្រូវញ៉ាំអាហារទាំងឡាយណាដែលជួយដល់សុខភាពអ្នកទាំងអស់គ្នាត្រូវញ៉ាំអាហារទាំងឡាយណាដែលជួយបង្កើនការចងចាំមានជីវជាតិច្រើនដូចជាបន្លែផ្លែឈើជាដើមពី3ថ្ងៃមុនប្រឡងត្រូវជៀសវាងម្ហូបអាហារទាំងឡាយណាដែលអាចប៉ះពាល់សុខភាពនាំឲ្យរំខានដល់ការប្រឡងគន្លឹះទី3អ្នកទាំងអស់គ្នាត្រូវគេឲ្យបានគ្រប់គ្រាន់ការគេងពិតជាសំខាន់ខ្លាំងមែនទែនការគេងគ្រប់គ្រាន់ជួយដល់ការចងចាំធ្វើឲ្យយើងមានអារម្មណ៍ល្អដូច្នេះយប់មុនប្រឡងអ្នកទាំងអស់គ្នាត្រូវព្យាយាមឆាប់ចូលគេងដើម្បីស្អែកឡើងងើបពីព្រលឹមទៅកាន់មណ្ឌលប្រឡងគន្លឹះទី4អ្នកទាំងអស់គ្នាត្រូវជិះទៅមើលមណ្ឌលប្រឡងមុនការប្រឡងមួយអាទិត្យអ្នកទាំងអស់គ្នាត្រូវជិះទៅមើលមណ្ឌលប្រឡងឲ្យហើយជាមុនដើម្បីងាយស្រួលស្អែកឡើងធ្វើដំណើរទៅកាន់មណ្ឌលប្រឡងគន្លឹះទី5អ្នកទាំងអស់គ្នាត្រូវផ្ចង់អារម្មណ៍ព្យាយាមសរសេរអ្វីដែលយើងចេះព្យាយាមទប់អារម្មណ៍កុំឲ្យភ័យជាចុងក្រោយខ្ញុំសូមជូនពរឲ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់គ្នាទទួលបានលទ្ធផលល្អនិងសម្រេចបានគោលដៅដែលខ្លួនបានកំណត់សូមអ្នកទាំងអស់គ្នាជឿជាក់លើខ្លួនឯងប្រឹងប្រែងអស់ពីសមត្ថភាពហើយកុំមានការភ័យខ្លាចចំពោះការប្រឡងសូមអ្នកទាំងអស់គ្នាចងចាំថាការប្រឡងនេះគ្រាន់តែជាជំហានមួយប៉ុណ្ណោះក្នុងដំណើរឆ្ពោះទៅកាន់អនាគតរបស់អ្នកទាំងអស់គ្នាចុងក្រោយសូមជូនពរទទួលបានសំណាងល្អ